សួស្តីអ្នកទាំងអស់គ្នាបាទនេះគឺជាវីដេអូសកម្មភាពការតាំងពិព័រណ៍វប្បធម៌នៅសាកលវិទ្យាល័យ UNC ដែលខ្ញុំនឹងបង្ហាញទស្សនវិជ្ជាទាំងស្រុងដូចតទៅបាទដែលនៅក្នុងកម្មវិធីនឹងដែរមានកម្មវិធីផ្សេងជាច្រើនបាទកម្មវិធីដំបូងនេះគឺជាការរាំរបាំជនជាតិអាមេរិកកាំងដើមបាទហើយនេះដែរគឺជាទស្សនវិជ្ជាដែលស្ថិតនៅក្នុងសាលតាំងបង្ហាញបើមិនត្រឹមតែមានតំណាងប្រទេសចំនួន21ប្រទេសនៃក្រុមគ្រូបង្រៀនរបស់យើងប៉ុណ្ណោះទេប៉ុន្តែក៏មានស្តង់នៃការតាំងបង្ហាញវប្បធម៌ផ្សេងទៀតផងដែរបាទអញ្ចឹងនេះគឺជាតុករបស់ប្រទេសហៃទីបាទតុករបស់ប្រទេសអាហ្សេបៃចង់បាទតុករបស់ប្រទេសកូតាម៉ាឡាបាទតុករបស់ប្រទេសកម្ពុជាយើងបាទជាដើមបាទហើយនឹងបាទមានប្រទេសបូលីវីបាទមានប្រទេសផ្សេងជាច្រើនទាំងអស់គ្នាបាទដោយដែលអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយបាទនៅក្នុងកម្មវិធីយើងនេះគឺមានប្រទេសសរុបចំនួន21ប្រទេសបាទបាទអញ្ចឹងនៅក្នុងស្តង់នីមួយដែលដាក់តាំងបង្ហាញអំពីប្រទេសផ្សេងហ្នឹងគឺពួកយើងត្រូវឈរប្រចាំការនៅកន្លែងតុកហ្នឹងបាទដើម្បីរងចាំពិគ្រោះយោបល់ផ្ដល់យោបល់ក៏ដូចជាបញ្យលអំពីប្រទេសរបស់យើងនីមួយបាទអញ្ចឹងប្រទេសកូតាម៉ាឡាដែលគាត់កំពុងតែនិយាយបញ្យលទៅកាន់ភ្ញៀវនេះគឺគាត់បានត្រៀមរបស់របរច្រើនមែនទែនពីប្រទេសគាត់មកបាទមានដូចជាស្គរគ្រាប់ដែលធ្វើនៅប្រទេសកូតាម៉ាឡាបាទមានដូចជាប្រដាប់លេងមានដូចជាអីអញ្ចឹងណាបងប្អូនបាទអញ្ចឹងគាត់បានត្រៀមខ្លួនបានល្អមែនទែនដល់ឡែកប្រទេសផ្សេងទៀតបាទប្រទេសខ្លះក៏ត្រៀមខ្លួនបានល្អប្រទេសខ្លះក៏មិនសូវបានត្រៀមខ្លួនអីអញ្ចឹងណាអញ្ចឹងដោយសារការទទួលបានព័ត៌មានហ្នឹងវាមិនសូវគ្រប់ជ្រុងជ្រោយអញ្ចឹងទៅធ្វើឲ្យយើងមិនសូវបានត្រៀមពីប្រទេសរបស់យើងមកបាទអញ្ចឹងយើងមានប្រមាណយើងធ្វើប៉ុណ្ណឹងតាមលទ្ធភាពបាទប៉ុន្តែសាកលវិទ្យាល័យក៏គេជួយ print ជួយអីជួយមាន sticker មានអីបិទអីជួយសម្រួលការងាររបស់យើងអញ្ចឹងណាបងប្អូនបាទប្រទេសកម្ពុជារបស់យើងខ្ញុំធ្វើបានប៉ុណ្ណឹងបងប្អូនបាទតាមពិតទៅខ្ញុំជឿថាវាមិនទាន់ល្អអីណាស់ណាទេ
បានខ្ញុំបង្ហាញអំពីអក្ខរក្រមរបស់អក្សរសាស្ត្រជាតិខ្មែរយើងបាទមានលេខខ្មែរយើងបាទមានរបាំប្រពៃណីបាទមានតំបន់ទេសចរតាក់ទាញបាទមានក្បាច់គុនខ្មែរបាទមានម្ហូបតំណាងជាតិខ្មែរបាទមានដូចជារបៀបសំពះបែបខ្មែរបាទមានដូចជាផ្សេងទៀតបាទអញ្ចឹងនេះគឺជាការខិតខំប្រឹងប្រែងដើម្បីរៀបចំផ្ទាំង poster តំណាងឲ្យប្រទេសកម្ពុជាយើងដើម្បីដាក់តាំងបង្ហាញនៅក្នុងការតាំងពិព័រណ៍មួយនេះបាទអញ្ចឹងប្រទេសថៃក៏នៅចិត្តខ្ញុំនឹងដែរបងប្អូនបាទអញ្ចឹងក្រៅតែពីការធ្វើបទបង្ហាញវប្បធម៌ទៅកាន់ភ្ញៀវពួកយើងក៏បានថតរូបជុំគ្នាបាទថតរូបជាមួយភ្ញៀវផ្សេងបាទព្រមទាំងសំណេះសំណាលជាមួយគ្នាបាទភ្ញៀវនេះគឺគាត់ចាប់អារម្មណ៍ជាមួយគុនខ្មែរបាទហើយមិត្តភ័ក្តិរបស់យើងក៏តែងតែឆ្លៀតselfie បាទថតជុំគ្នាជារឿយបាទគឺមានអារម្មណ៍ថាសប្បាយចិត្តមែនទែនដែលអាចតំណាងខ្មែររបស់យើងដើម្បីធ្វើការតាំងពិព័រណ៍នេះបាទចឹងនេះគឺជារូបភាពដែលពួកយើងបានថតជាមួយនឹងភ្ញៀវក៏ដូចជាថតជាមួយគ្នាឯងខ្លះណាបងប្អូនបាទគឺមានមោទនភាពដែលអាចចោលតំណាងខ្មែរយើងដើម្បីរៀបរាប់អំពីប្រទេសជាតិរបស់យើងឲ្យអ្នកដទៃគេបានស្ដាប់ណាចឹងនេះគឺជាឱកាសល្អដើម្បីនិយាយរៀបរាប់អំពីប្រទេសយើងឲ្យគេបានស្គាល់បាទចឹងខ្ញុំពិតជាមានមោទនភាពក៏ដូចជាសប្បាយចិត្តនឹងធ្វើកិច្ចការទាំងអស់នេះមែនទែនទោះបីមិនទាន់ល្អប៉ុន្តែនេះគឺជាជំហានមួយដែលអាចផ្សព្វផ្សាយឲ្យប្រទេសគេស្គាល់ប្រទេសយើងកាន់តែច្រើនផងដែរបាទអញ្ចឹងភ្ញៀវគាត់បានចូលមកសួរនាំអំពីរឿងរ៉ាវពាក់ព័ន្ធទៅនឹងប្រទេសយើងហើយយើងក៏រីករាយក្នុងការពន្យល់ប្រាប់គាត់អំពីរឿងរ៉ាវទាំងអស់នោះបាទដោយប្រើភាសាអង់គ្លេសណាបងប្អូនអញ្ចឹងបើយើងមិនចេះនោះទេគឺប្រទេសគេប្រកាសជានិយាយជំនួសយើងហើយបាទអញ្ចឹងសំខាន់មែនតើគឺយើងក្មេងជំនាន់ក្រោយគឺត្រូវតែខំរៀនដើម្បីអាចយើងមានលទ្ធភាពដើម្បីនិយាយប្រាប់ប្រទេសគេអំពីរឿងរ៉ាវប្រទេសរបស់យើងបាន So consider about the age. The Korean is much older. Similar to the Yeah. And we have this evidence on the boards, the top boards as well. Thousands of years ago. Yeah, the temple. នឹងហើយបងប្អូននេះគឺជាសកម្មភាពនៃការតាំងពិព័រណ៍លើកទី1បាទអញ្ចឹងនឹងមានការតាំងពិព័រណ៍លើកទី2ទៀតអញ្ចឹងបងប្អូនរងចាំតាមដានទស្សនាទាំងអស់គ្នាបាទសូមអរគុណ